ស្ដីបាទបងប្អូនអរគ្នាបាទថ្ងៃនេះបាទខ្ញុំបាទនឹងចង់បង្ហាញអំពីការដាក់រូបភាព 3D ជាមួយនឹងម៉ោងដែលមានផុសមាននៅពាក់កណ្ដាលទឹកបែបហ្នឹងណាបាទអញ្ចឹងសម្រាប់រូបភាពខ្ញុំនឹងដាក់នៅក្នុងក្រុម Telegram របស់ខ្ញុំ link នៅលើ caption បាទជានេះសុទ្ធតែជារូបភាពដែលយើងអាចដាក់បង្កប់បានណាឥឡូវខ្ញុំតេស្តរូបនេះតែរូបនេះគឺបាទគឺល្បីជាងគេណាបាទរូបដែលមានទឹកនេះអញ្ចឹងយើងចុច share ហើយបន្ទាប់មកយើងចុចបាទ set as wallpaper មកបន្ទាប់មកយើងទាញកន្លែង widget ណាកន្លែង widget ចុះក្រោមបន្ទាប់មកយើងបំលែងទៅជា 3D và generate រូបហ្នឹងណាបាទកន្លែងគេហ្នឹងបាទលើ generate រួចហើយខ្ល้ายទៅជា 3D បាទអញ្ចឹងបន្ទាប់មកគឺយើងអូសម៉ោងហ្នឹងដើររៀងវែងមកឲ្យផុតទឹកអញ្ចឹងណាបន្ទាប់មកចុចកន្លែង trace 3នេះហើយយើងយកកន្លែង deep effect បាទអញ្ចឹងវានឹងកាត់ចូលបែបនេះ auto តែម្ដងហើយយើងអាចទាញវែងឬក៏ខ្លីជាងនឹងទៀតក៏បានដែរឥឡូវខ្ញុំចុច add តែម្ដងទៅបាទខ្លីបាទចូលយើង set as មកបាទឥឡូវយើងដោះ lock មកអូខេបាទពិតជាស្អាតមែនតើអញ្ចឹងបងប្អូនអរគ្នាអាចប្រសាទជាមួយនឹងការដាក់រូបភាព 3D ហើយជាមួយនឹងជាម៉ោងបាទដែលពាក់កណ្ដាលទឹកអញ្ចឹងបាទផុសចេញពីទឹកហើយនៅក្រោមទឹកទៀតបាទអញ្ចឹងបាទសម្រាប់រូបភាព wallpaper ទាំងនេះខ្ញុំនឹងដាក់បាទនៅក្នុងក្រុម Telegram របស់ខ្ញុំណាបាទក្នុងក្រុម Telegram បាទអញ្ចឹងអ្នកនរគ្នាអាចចូលបានបាទអញ្ចឹងខ្ញុំដាក់ link ពីរបាទនៅក្នុង comment ក្រោមវីដេអូជាមួយនឹងនៅលើបាទ caption បាទ caption ខាងលើណាបាទអញ្ចឹងបាទវីដេអូខ្លីៗនេះសូមបញ្ចប់បាទត្រឹមនេះបាទពេញចិត្តវីដេអូនេះសូមជួយបាទ follow page ម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទជាមួយនឹងការ share វីដេអូនេះដូចគ្នាបាទអរគុណច្រើនជួបគ្នានៅវីដេអូ